វេទិកាជួបសំណេះសំណាលរវាងលោកសំរងស៊ីលោកកឹមសុខាជាមួយប្រជាពលរដ្ឋនៅភូមិព្រៃត្បាល់ឃុំចុងអំពិលស្រុកកជ្រៀកខេត្តព្រៃវែងនៅរសៀលថ្ងៃទី19ខែកុម្ភៈនេះត្រូវបានរំសាយភ្លាមមុនការកំណត់បន្ទាប់ពីលោកកឹមសុខានិងលោកសំរងស៊ីមានប្រសាសន៍បានបន្តិចដោយសារតែមានការរំខានពីក្រមអាណាធិបតេយ្យដែលទំនងត្រូវបានរៀបចំឡើងដោយអាជ្ញាធរនិងគណៈបកកាន់អំណាចឯកបកសពថ្ងៃនេះក្រមអាណាធិបតេយ្យមានក្រុមស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធដែលបានដាក់ពង្រាយជុំវិញទីតាំងវេទិកាក្រមលេខការពារសន្តិសុខមួយក្រុមទៀតស្លៀកពាក់ស៊ីវិលខ្លះមានកំភ្លើងផងដែរបានបង្កប់ជាមួយនឹងមហាជនហើយមួយក្រុមទៀតជាអ្នកចាក់មេក្រូរំខានយ៉ាងហោចណាស់3ទីតាំងព័ទ្ធជុំវិញវេទិកាមុនពេលចាប់ផ្ដើមកម្មវិធីបើទោះបីដឹងថាមានការគំរាមកំហែងការប៉ុនប៉ងយាយីដល់កិច្ចសំណេះសំណាលប៉ុន្តែប្រជាពលរដ្ឋរាប់ពាន់នាក់នៅតែមកចូលរួមនឹងស្វាគមន៍លោកសំរងស៊ីនិងលោកកឹមសុខាយ៉ាងកក់ក្ដៅគ្រាន់តែលោកកឹមសុខាចាប់ផ្ដើមមានប្រសាសន៍សម្លេងមេក្រូរំខានរំពងឡើងយ៉ាងទ្រហឹងបានចេញពីទិសនានាជុំវិញរោងវេទិកាធ្វើឲ្យលោកកឹមសុខាសម្រេចចិត្តបញ្ចប់សន្ទរកថារបស់លោកយ៉ាងខ្លីលោកសំរងស៊ីបានបន្តមានប្រសាសន៍តាមក្រោយប៉ុន្តែត្រូវបានក្រមអាណាធិបតេយ្យស្រែកឡូឡានិងលួចកាត់ខ្សែមេក្រូរបស់លោកធ្វើឲ្យមានការជ្រួលច្របល់ឡើងក្រោយមកអ្នកទាំងពីរបានសម្រេចចិត្តចាក់ចេញពីទីនោះភ្លាមតាមការស្នើសុំរបស់ប្រជាពលរដ្ឋដើម្បីបញ្ជៀសការប៉ះទង្គិចគ្នាយកលូកកាត់ដឹកមីក្រូមកឲ្យនិយាយឲ្យព្រមបាញ់ទៀតហើយមេឃុំដល់ឲ្យបាញ់ក្រុមណាបងនៅណាគេដាក់បាញ់ពីណាគេដឹកមីក្រូពួកអាញាធរអាញាធរយ៉ាដល់ហើយគួរកត់សម្គាល់ថាបន្ទាប់ពីមានការចាក់ចេញរបស់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិកងប្រដាប់អាវុធនិងសម្លេងមេក្រូរំខានក៏បានរំសាយដែលគេអាចយល់បានយ៉ាងច្បាស់ថានេះជាចេតនាពិតប្រាកដរបស់ក្រមទុច្ចរិតក្នុងការរារាំងមិនឲ្យប្រជាពលរដ្ឋបានស្ដាប់នៅប្រសាសន៍របស់លោកសំរងស៊ីក៏ដូចជាលោកកឹមសុខា